vô chơi chủng nè mẹ bật tay Campuchia dương ở bàn dương ai tụi squad bị ăn rạ chết nâng bong rừng mà tập hiệp dương ai chụp mình សូមគោរពជម្រាបសួរលោកអ្នកអាណាព្យាបាលទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងនាំលោកអ្នកទៅស្ដាប់អំពីចំណាប់អារម្មណ៍របស់អាណាព្យាបាលនិងសិស្សានុសិស្សដែលមកពីសាលាបញ្ញាសាអន្តរជាតិទាំង5សាខានិងបូករួមជាមួយសាខាបាត់ដំបងដែលនឹងទៅចូលរួមប្រកួតនៅក្នុងកម្មវិធី CMOX នៅប្រទេសឥណ្ឌូនេស៊ីខាងមុខនេះតោះចូលរួមស្ដាប់ទាំងអស់គ្នាជំរាបសួរខ្ញុំបាទឈ្មោះគឹមឆៃហងពួកយើងមកពីសាលាបញ្ញាសាសាខាទី3រសីកែវចំពោះការចូលរួមក្នុងកម្មវិធីនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តតែបានទៅបញ្ចេញសមត្ថភាពនៅក្រៅប្រទេសខ្ញុំបានត្រៀមខ្លួនអស់រយៈពេលយូរដែរដើម្បីក្នុងការទទួលបានលទ្ធផលល្អមកវិញចាសម្រាប់ខ្ញុំសប្បាយដែលជាមេដាបេដារបស់អូនទាំងពីរសប្បាយចិត្តដែលបានឃើញគាត់បានទៅប្រឡងនៅក្រៅប្រទេសហើយគាត់ទទួលបានមេដាយល្អហើយខ្ញុំសង្ឃឹមថានៅពេលដែលគាត់បានទៅនឹងយកជ័យជំនះសម្រាប់ប្រទេសកម្ពុជាយើងឲ្យបានអ្នកសួរនឹងខ្ញុំឈ្មោះកងកាលីមានមកពីថ្នាក់ទី7នៃសាលាបញ្ញាសាអន្តរជាតិបាត់ដំបងចំណុចដែលខ្ញុំចូលចិត្តនឹងស្រឡាញ់ពីកម្មវិធី CMOX អរំចាននេះខ្ញុំចូលចិត្តត្រង់ចំណុចមួយដែលយើងអាចទទួលស្គាល់ពីអន្តរជាតិនិងបង្កើនសមត្ថភាពយើងអាចជួបមិត្តភ័ក្តិផ្សេងៗទៀតនៅខាងក្រៅសម្រាប់ចំណាប់អារម្មណ៍នាងខ្ញុំថ្ងៃនេះនាងខ្ញុំពិតជាមានចំណាប់អារម្មណ៍ថាសប្បាយចិត្តនិងមានកិត្តិយសយ៉ាងខ្លាំងដែលកូនរបស់នាងខ្ញុំបានជាប់នៅក្នុងកម្មវិធី CMOX ចានេះជាកិត្តិយសដ៏ធំធេងសម្រាប់គាត់ចាហើយក៏ជាមោទនភាពសម្រាប់គ្រួសារខ្ញុំមានមោទនភាពចំពោះគាត់ចាខ្ញុំរំពឹងថាគាត់នឹងទទួលបានបទពិសោធន៍ថ្មីអ្វីថ្មីនៅក្រៅប្រទេសហ្នឹងព្រោះនៅក្នុងប្រទេសយើងមានមួយកម្រិតហើយដោយឡែកនៅក្រៅប្រទេសយើងនឹងមានបន្ថែមជំហានមួយចំអិតទៀតសម្រាប់ឲ្យពួកគាត់បន្តទៅអនាគតទៀតជាចុងក្រោយអរគុណលោកគ្រូនិងនាយកបញ្ញាសាស្ត្រដែលបានផ្ដល់ឱកាសឲ្យកូនៗមានបច្ចេកសមត្ថភាពនៅក្រៅប្រទេសបាន